ជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះគឺថាជួបខ្ញុំទៀតហើយណាហើយមកជួបសារនឹងគឺថាជួបបែបផ្សេងតែពុកម៉ែបងប្អូនអើយដោយសារអីគឺថាពុកម៉ែបងប្អូនដឹងហើយប្រទេសជាតិយើងត្រូវពួកអាចោគេបាញ់អស់នឹងវាឆ្លៀនពេលខ្ញុំក៏បានជួយកម្លាំងដល់ពុកម៉ែបងប្អូនដែលជួខាងមុខដែរអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមមកដើរទិញអីវ៉ាន់ដើម្បីជួយដល់ជនភៀសសឹកហើយនឹងកងទ័ពខាងមុខបានញ៉ាំបន្តិចបន្តួចអញ្ចឹងណាពុកម៉ែបងប្អូនធំដុំសម្រាប់គេទេតែសម្រាប់ខ្ញុំគិតថាធំដុំហើយពុកម៉ែបងប្អូនអើយដោយសារអីក៏ថាតាមទឹកលុយយើងអញ្ចឹងណាហើយមុននឹងទិញហ្នឹងគឺថាយើងត្រូវពិនិត្យមើលក្បាលកោសិនពុកម៉ែបងប្អូនបើថាប៉ះពួកអាឈាមឆ្កែហ្នឹងគឺថាយើងមិនត្រូវទិញពួកវេចាបើថាជួយទិញពួកវេទៀតដូចជួយទិញកាភ្លើងយកមកបាញ់ប្រជាជនយើងអញ្ចឹងនេះគឺថាខ្ញុំចាប់ផ្ដើមទិញបានហើយពុកម៉ែបងប្អូនគឺថាហៅទិញមីចេតដែរតែពេលនោះអត់មានមីចេតពុកម៉ែបងប្អូនគឺថាដាច់ស្តុកយកតែមែនតែម្ដងអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាទិញមីកាតេវហើយនឹងទឹក2កេសវិញពុកម៉ែបងប្អូននិយាយទៅគឺយកសិតតែរបស់ខ្មែរបើថាមិនមែនរបស់ខ្មែរទេទៅទិញកពូចោលទៀតចាសុកចិត្តដុតមីនឹងចោលចាំវាឲ្យខ្ទេចខ្ទីតែម្ដងចិត្តខ្ញុំគឺថាចង់ទិញត្រីខថែមទៀតពុកម៉ែបងប្អូនតែចូលមើលលេខកូដទៅមិនបាច់និយាយទេសុទ្ធតែកពូចអាចចោលនឹងពុកម៉ែបងប្អូនតែមិនមែនគាត់យកមកថ្មីណាគឺថាយកមកស្តុកចាស់អត់មានបណ្ដាគេទិញទៀតដល់ចាអញ្ចឹងទៅស្គាល់ផងលក់ឲ្យខ្ញុំតែខ្ញុំអត់យកទេគាត់តែឃើញលេខកូដញ័រសាច់ប៉ុណ្ណឹងចាឲ្យគ្នាយកមកទៀតចាសុំបាយហើយឥឡូវនេះគឺថាយើងចាប់ផ្ដើមចេញទៅទាំងអស់គ្នាពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនចង់បរិច្ចាគដូចខ្ញុំដែរចាគឺថាខ្ញុំប្រាប់កន្លែងនៅមុខជ្រួយ7ក៏មែនមុខវត្តចពកក៏មែននិយាយទៅគឺមុខណាក៏មែនដែរហើយបើសិនជាពុកម៉ែបងប្អូនខ្ជិលធ្វើដំណើរចាគឺថាបាញ់តាម QR code ឲ្យគេក៏បានដែរតែពុកម៉ែបងប្អូនមុននឹងបាញ់ហ្នឹងគឺថាសើបមើលប្រភពឲ្យត្រឹមត្រូវផងខ្ញុំសប្បាយចិត្តខ្លាំងមែនតើហ្មងពុកម៉ែបងប្អូនមិនជួយអីមិនបានធំដុំដូចគេតាម1%គេក៏បាន1កន្លះ%គេក៏បានដែរពុកម៉ែបងប្អូនអើយនិយាយទៅឲ្យតែបានជួយដល់ចេះប្រហែលថ្ងៃហ្នឹងគឺថាបើទូរស័ព្ទមកគឺថាយំរហូតពុកម៉ែបងប្អូនអើយនិយាយទៅគឺថាមិនដឹងថាទឹកភ្នែកមកពីណាទេយំមិនប្រជាជនខ្លួនឯងគិតមើលទៅ slow ថងឲ្យត្រូវពួកអាចោគេបាញ់អស់នោះឆ្លៀនពេលទៀតណាមិនឈឺចាប់នេះយើងបរិច្ចាគឲ្យភ្លាមគឺថាយើងចាប់ផ្ដើមចេញដំណើរទៅវិញអញ្ចឹងណាហើយវីដេអូយើងក៏ជាប់មកដល់ត្រឹមហ្នឹងដែរបើសិនជាវីដេអូនឹងខ្ញុំនិយាយទៅខុសឆ្គងពេកពេចសម្ដីកន្លែងណាប៉ះពាល់ដល់ពុកម៉ែបងប្អូនអីចាសូមខន្តីអភ័យទោសផងណាពុកម៉ែបងប្អូន